នេះជាអាចកំបាំងខាងឯវិញ្ញាណដែលព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទទ្រង់បានបើកសម្ដែងនិងបើកបង្ហាញឲ្យយើងបានស្គាល់នៅក្នុងព្រះគម្ពីរវិវរណៈជំពូក12ខ9ហេតុអ្វីបានមនុស្សក្នុងលោកប្រព្រឹត្តអំពើអាក្រក់អំពើបាបអំពើថោកទាបអំពើដែលគូស្អប់ខ្ពើមដែលនឹកស្មានមិនដល់ដូច្នេះបងប្អូនត្រូវដឹងថាអំពើអាក្រក់ទាំងអស់នោះគឺមកពីអរិយសតាំងជាខ្មាំងនៃព្រះវាបាននាំមនុស្សឲ្យធ្វើបាបប្រព្រឹត្តអំពើបាបឆ្លោះគ្នាទាស់គ្នាបង្កបង្កើតសង្គ្រាមធ្វើឲ្យមនុស្សវេទនាលហេមលហាមដោយសារតែល្បិចកលរបស់អរិយនោះឯងដូច្នេះខ្ញុំនឹងអានជូននោះអ្នកធំត្រូវបោះទម្លាក់ទៅគឺជាពស់ពីបុរាណដែលឈ្មោះហៅថាអរិយហើយសតាំងផងដែលបាននាំលោកីទាំងមូលឲ្យវង្វេងចេញវាត្រូវបោះទម្លាក់ទៅផែនដីវិញព្រមទាំងពួកទេវតារបស់វាផងព្រះគម្ពីរវិវរណៈជំពូក12ខ9មួយទៀតដោយហេតុនោះអោស្ថានសួគ៌និងពួកអ្នកដែលនៅស្ថាននោះអើយចូលអសប្បាយឡើងតែវេទនាដល់ផែនដីនិងសមុទ្រវិញពីព្រោះអរិយបានចុះមកឯអ្នករាល់គ្នាទាំងមានសេចក្តីខូខើជាខ្លាំងដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយព្រះគម្ពីរវិវរណៈជំពូក12ខ12ជាការពិតណាស់បងប្អូនត្បិតអរិយវាដឹងថាពេលវេលារបស់វាខ្លីណាស់ហើយខ្លីយ៉ាងម៉េចគឺខ្លីដោយសារតែព្រះនឹងត្រូវជំនុំជម្រះវាឆាប់នេះហើយដោយព្រោះព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទទ្រង់ទាត់ឃើញថាអរិយនេះបាននាំមនុស្សឲ្យប្រព្រឹត្តអំពើបាបថោកទាបថ្វាយបង្គំរូបព្រះស្រឡាញ់អំពើបាបស្រឡាញ់អំពើពុករលួយខ្លាំងជាងព្រះស្អប់ប្រមាថព្រះគឺដោយសារតែអរិយនេះហើយដែលខាងវិញ្ញាណគឺវានេះហើយដែលនាំមនុស្សឲ្យវង្វេងអញ្ចឹងមនុស្សជាទូទៅមិនយល់មិនដឹងតែអ្នកជឿព្រះអម្ចាស់យេស៊ូវគ្រីស្ទគាត់ដឹងទាំងអស់ដូច្នេះពេលវេលារបស់អរិយគឺខាចគឺខ្លីណាស់ហើយចឹងអរិយខំសម្បើមណាស់ខំធ្វើយ៉ាងម៉េចពង្វក់មនុស្សឲ្យស្អប់គ្នាឲ្យឆ្លោះគ្នាឲ្យប្រកែកគ្នាស្រឡាញ់អំពើបាបវាធ្វើយ៉ាងម៉េចឲ្យមនុស្សវេទនាដើម្បីឲ្យព្រះខកប្រហារតីជាមួយមនុស្សវាយកមនុស្សនេះឯងមកច្បាំងជាមួយនឹងព្រះព្រោះអរិយវាដឹងថាព្រះអម្ចាស់យេស៊ូវគ្រីស្ទទ្រង់ស្រឡាញ់ដល់មនុស្សអញ្ចឹងដូច្នេះហើយបងប្អូនឲ្យចូលប្រាចិត្តជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនោះបងប្អូននឹងបានរួចពីអំពើបាបព្រះអង្គនឹងសង្គ្រោះបងប្អូនឲ្យរួចពីស្ថាននរកឲ្យរួចពីអរិយដ៏កំណាចនេះត្បិតអរិយវាបានចាញ់ព្រះហើយព្រះអង្គទ្រង់បានឈ្នះអរិយនៃមេសេចក្តីងងឹតនេះហើយព្រះអង្គទ្រង់បានសុគតនៅលើឈើឆ្កាងហើយទ្រង់មានព្រះជន្មរស់វិញសម្រាប់យើងរួចហើយបងប្អូនគ្រាន់តែប្រាយចិត្តជឿនោះនឹងបានសង្គ្រោះបងប្អូនស្រែកអំពាវនាវដល់ព្រះអង្គនោះទ្រង់នឹងថែរក្សាបងប្អូនអាមែន